ថ្ងៃនេះដឹងធ្វើម្ហូបអីទេទិញផ្លូវមាន់យកមកស្ងោរហើយយកមកជ្រក់ជាមួយទឹកត្រីបុករបស់យើងជាពិសេសទឹកត្រីបុករបស់យើងបន្ថែមជាមួយទឹកប្រហុកម៉ែរួយរសជាតិឆ្ងាញ់មែនទែនតែម្ដងបងប្អូនអ្នកគ្នាចារបៀបបុករបស់យើងបងប្អូនអាចមើលទៅដល់ចុងវីដេអូបានបងប្អូននិយាយថារសជាតិឲ្យ10លើ10តែម្ដងបើសិនអត់ឆ្ងាញ់គឺមិនយកលុយទេចាបុកតាមញ៉ាំបានបងប្អូនមកពីផ្សារភ្លាមចាប់ផ្ដើមដាំទឹកឲ្យពុះហើយដាក់គល់ស្លឹកគ្រៃបើសិនជាមានម្ដេងទឹកក្រូចទៀតបងប្អូនដាក់ចូលថែមទៀតទៅបងប្អូនដើម្បីកាត់ឆ្អាបល្អចាចឹងខ្ញុំដាក់តែគល់ស្លឹកគ្រៃនិងម្ទេសទេដែលសារមានតែប៉ុណ្ណឹងដាក់តែប៉ុណ្ណឹងទៅចាបន្ទាប់មកទឹកពុះខ្លាំងហើយដាក់ជាមួយនឹងមាន់របស់យើងចូលតែម្ដងចាមាន់ចំនួន3ផ្លូវចា3ផ្លូវនេះអស់10000ចានិយាយថារសជាតិក៏មិនចាញ់មាន់ស្រែយើងដែរបងប្អូនចានេះគឺមាន់ដែលគេចិញ្ចឹមបែបបីសះក៏មិនដឹងមាន់អីបងប្អូនគេហៅមាន់អីហ្នឹងចាដឹងថាឃើញមាន់ស្វិតស្វិតចឹងចូលចិត្តជាមាន់ប៉ោងប៉ោងបងប្អូននិយាយត្រង់ចារ៉ូឌីដាក់ក្បាលវីដេអូរួចរាល់ហើយបងប្អូនឥឡូវខ្ញុំដាក់ជាមួយនឹងស្ករសបន្តិចទៅដើម្បីឲ្យវាយកទឹកហ្នឹងយកទៅធ្វើឆ្ងល់ជ្រក់បានបងប្អូនចាបន្ទាប់មកដាក់ជាមួយប៊ីចេងតាមជ្រុងចិត្តចាឥឡូវយើងចាប់ផ្ដើមមកបុកទឹកត្រីបុករបស់យើងវិញម្ដងចារបៀបបុកទឹកត្រីបុកងាយៗបងប្អូនដាក់ខ្ទឹមសជាមួយម្ទេសយើងចូលទៅយើងបុកវាឲ្យម៉ត់ណាបងប្អូនចាបុកវាឲ្យម៉ត់ចាំផ្សំគ្រឿងតាមក្រោយចានិយាយទៅម្ទេសបើដាក់កាន់តែច្រើនកាន់ល្អបើសិនអ្នកចេះហឹលបើសិនអ្នកអត់ចេះហឹលទៅដាក់2 គ្រាប់បានហើយចាឥឡូវខ្ញុំបុកបែកឯងដាក់ជាមួយស្ករត្នោតចូលទៅចាបន្ទាប់មកប៊ីចេងចាមកល្មមដែរបន្ទាប់មកខ្ញុំដាក់ទឹកត្រី2ស្លាបព្រាចាដាក់ទឹកត្រី2ស្លាបព្រាបងប្អូនចង់បានទឹកច្រើនបងប្អូនដាក់ទឹកសុទ្ធចូលបានចាបន្ទាប់មកខ្ញុំដាក់ទឹកប្រហុកម៉ែរួចចូលទៅរសជាតិកាន់តែឆ្ងាញ់អែមតែម្ដងបងប្អូនចាហើយបន្ទាប់មកយើងចាំបាច់ជាមួយក្រូចឆ្មារបស់យើងចូលទៅក្រូចឆ្មារបស់យើងចំនួន3ចំណិតចាអញ្ចឹងដាក់មកល្មមបងប្អូនអាចភ្លក់មើលបានថាជូរល្មមហើយនៅអញ្ចឹងទឹកត្រីជូរហើយក៏ប្រៃឬមកក៏យ៉ាងណាយើងភ្លក់មើលទៅបើសិនជាខ្វះយើងថែមថយតាមនឹងចាបើសិនជាល្មមហើយក៏ល្មមទៅចាឥឡូវយើងមកមើលសាច់មាន់របស់យើងវិញម្ដងនិយាយទៅផុយល្អខ្លាំងមែនតើបងប្អូននេះចាស្ងោរមកទទុះគឺថាសាច់មាន់របស់យើងបានផុយរួចរាល់ចាចាំការទៀតក៏លើកដាក់ចានទៅបងប្អូនអ្នកគ្នាស្ងោរ3លើកតែ2ទេតែញ៉ាំតែ2នេះសិនចាឥឡូវហ្នឹងយើងមកមើលសម្រស់មើលតើគូតប្រហែលភាគរយចានិយាយពីទឹកត្រីរបស់យើងនិយាយពីថាតំណមែនតើហ្មងចាជ្រលក់ទៅនិយាយថាហឹលខ្លាំងហ្មងជូរដិតដែរបងប្អូននិយាយថាអែម10លើ10តែម្ដងបងប្អូនអាចធ្វើហូបបានបងប្អូនចាឆ្ងាញ់ចាផ្ទាប់មួយសាឡាត់ស្រួយយើងក៏បានជាមួយទឹកសក់យើងក៏បានដែរហើយបន្ថែមពីលើទៀតបងប្អូនអាចជ្រលក់ជាមួយនឹងបន្លែផ្សេងដែលបងប្អូនចង់ជ្រលក់ទៀតក៏បានដែរសាកល្បងខ្លួនឯងទើបដឹងបងប្អូនចាអញ្ចឹងរសជាតិវិញវាអែមមហាអែមតែម្ដងចឹងបងប្អូនដែលគាត់ចង់បានទឹកប្រហុកម៉ែរួយកុំភ្លេចណាបោះដុំលក់រាយចាមកគេចាតម្លៃពិសេសតែម្ដងចាតម្លៃ10កេសកាន់តែពិសេសទៀតចាចឹងបងប្អូនចង់ស្រកគីឡូកុំភ្លេចណាជាមួយ Diamond Cafe ទិញមួយថែមមួយ$15ចាបងប្អូនមើលរៀងញ៉ាំពីមុនបងប្អូនគឺគីឡូធ្ងន់មែនតែនចាហើយបន្ទាប់ពីខ្ញុំញ៉ាំមួយ Diamond Cafe មកបងប្អូនអ្នកគ្នារៀងខ្ញុំឥឡូវគឺទទួលបានរៀងដែលខ្ញុំប្រាថ្នាហើយចុះ Diamond Cafe របស់យើងទិញអាធំថែមអាទូចចាចំនួន45កញ្ចប់$35ទេ